vàថ្ងៃនេះសូមបង្ហាញជូននៅទស្សនវិជ្ជារួមនៃការរៀននិងបង្រៀនរបស់លោកគ្រូអ្នកគ្រូក្នុងវិទ្យាល័យអង្គរបុរីយើងបាទកូនថ្នាក់ទី9ថ្នាក់ទី9យើងនឹងប្រឡងថ្នាក់ជាតិនៅខែ7បានខែកក្កដាគឺត្រឹមថ្ងៃទី14ខែកក្កដាយើងនេះបាទព្រោះនេះតែមិនប្រឹងប្រែងគឺអត់បានលទ្ធផលទេមិនអាចជាប់បាននេះនៅគីA គីសម្ដេចឃើញហើយសំតារាងតម្លៃឃើញថ្នាក់ទី10ក្នុងម៉ោងគណិតវិទ្យាថ្នាក់ 10F ហើយបាទក្នុងថ្នាក់នេះមានយុវជនសសជប៉ុនច្រើនតែគាត់រៀននៅក្នុងថ្នាក់នេះពេញកាមេរ៉ាគឺប្រុងប្រៀបបាទនេះដោយសារខ្ញុំចង់ផ្ដិតរូបភាពជូនប្រិមិត្តដូចជាណាព្យាបាលđể khơi thả ta con màu xà láបានរៀនសូត្រតាមម៉ោងពេលត្រឹមត្រូវហើយនៅម៉ោងនេះអ្នកនេះគឺគ្រូគាត់ចែកសម្រាប់កិច្ចការដែលបានប្រឡងហើយបាទก็คือពិន្ទុប្រឡងជូនដល់ភាសានិស្សិតធម្មតាការប្រឡងមានជាប់មានធ្លាក់គឺមិនទេតែមានតែរឿងការព្យាយាមបន្តទៅបាទដល់នេះគឺថ្នាក់ទី12បាទនេះតៃហ្គោនចាំសាលានេះមានបាក់ខ្សែបាក់ឈ្មោះក្រហមនេះបាទពេញអេក្រង់នេះបាទនេះដៃកូនល្អ 12A បាទ 12A ថ្ងៃទី18ខែសីហាឆ្នាំ2025នឹងធ្វើការប្រឡងហើយម៉ោងនេះម៉ោងគណិតវិទ្យាដែលបង្រៀនដឹកនាំការរៀនសូត្រដោយលោកគ្រូបុយវណ្ណៃបាទគឺដែលគណិតវិទ្យាដែលល្បីជាងគេហើយបាទនៅក្នុងវិទ្យាល័យអង្គរបុរីយើងនេះ12បាទពីមេវិទ្យាបាទនេះលោកគ្រូភាសាខ្មែរយើងបាទគ្រូភាសាខ្មែរយើងគឺគ្រូតារាណែនាំបាទណែនាំដល់បងហើយបាទម៉ោងខ្មែរសប្បាយជាងគេហើយបាទមានសើចរីករាយតម្រង់មិនមួយដេកទេចឹងណាព្យាបាលបានឃើញហើយក៏សូមជឿជាក់ឬទុកចិត្តថាកូនបានមករៀនហើយតែបើមិនឃើញទេមានន័យថាគាត់មានកន្លែងទៅត្រូវទៅផ្សេងហើយខ្ញុំសូមតាមដានខ្លួនឯងហើយខ្ញុំតាមដានទៅក្នុងគ្រូបណ្ណាព្យាបាលប្រចាំថ្នាក់នីមួយៗដែលលោកស្រីជាណាព្យាបាលគឺមានវត្តមាននឹងស្ដេចហើយបាទនេះម៉ោងសរស័ព្ទខ្មែរដែរសូមបង្ហាញទស្សនវិជ្ជាក្រៅបន្តិចបាទនេះម៉ោងកីឡាបាទកាយអប់រំកាយដែលដឹកនាំរៀននឹងហាត់ដោយអ្នកគ្រូអុលខ្ញុំអុលបាទក្នុងខែនេះគឺយើងមានដើមឈើពូកសម្រាប់តែម្ដងស្អាតទស្សនវិជ្ជាក្នុងវិទ្យាល័យយើងប្លង់សាលារំលាយល្អណាស់បរិយាកាសបរិសុទ្ធកូនអំពីមើលសិភៅទាំងទៅធ្វើលំហាត់ទាំងទៅបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីបង្ហាញជូនហើយសូមអរគុណជួបក្នុងវីដេអូក្រោយ